នេះគឺជារបៀបនៅក្នុងការជ្រើសរើសមេស្អំដើម្បីយកទៅបណ្ដុះមេស្អំដែលយើងយកទៅបណ្ដុះគឺជាមេស្អំដែលចាស់ដែលមានអាយុកាលចន្លោះពី8ខែទៅ12ខែដែលជាមេស្អំដែលមានកម្លាំងក្នុងការដុះលូតលាស់និងដុះបានល្អបន្ទាប់ពីយើងជ្រើសរើសមេរីហើយយើងចាប់ផ្ដើមកាត់ទៅលើផ្នែកមួយចំនួនដែលមិនសំខាន់ដូចជាស្លឹកហើយនិងដើមដែលខ្ចីនេះគឺជាមេស្អំដែលយើងទទួលបានហើយយើងនឹងធ្វើការបណ្ដុះដោយការប្រើប្រាស់អរម៉ូននិងមិនប្រើប្រាស់អរម៉ូនតាមមួយណាបញ្ចេញឫសនិងដើមបានល្អជារបៀបក្នុងការពិនិត្យមេស្អំយើងត្រូវមើលតាមចង្អុលដៃដែលខ្ញុំបង្ហាញដែលមានពន្លកស្អំហើយយើងត្រូវដោតវាទៅផ្នែកខាងលើគឺជាអរម៉ូនដែលយើងប្រើប្រាស់នៅក្នុងការបណ្ដុះឫសដោយប្រើ 0.5 ក្រាមក្នុងទឹកកន្លះលីត្រមកទៀតយើងត្រូវត្រាំមេស្អំធម្មតានិងការប្រើប្រាស់អរម៉ូនចំនួន10នាទីមុនយកទៅដោតរបៀបនៅក្នុងការលាយដីគឺយើងប្រើកំប៉ុស្តមួយភាគដីមួយភាគក្នុងការលាយដីបណ្ដុះកូនគឺមានច្រើនរបៀបប្រសិនបើពុកម៉ែបងប្អូនមានជាធ្យូងអង្កាមលីមុខគោឬក៏ស្រកីដូងពុកម៉ែបងប្អូនក៏អាចបន្ថែមទៀតដែរស្ដែងដូចជាស្រកីដូងក៏វាជួយរក្សាសំណើមនិងធ្វើឲ្យដីរបស់យើងធូរផងដែរត្រឡប់មកកាន់ដីរបស់យើងវិញយើងត្រូវលាយបញ្ចូលគ្នាឲ្យសព្វរវាងកំប៉ុស្តនិងដីធម្មតាហើយនឹងធ្វើការច្រកបញ្ចូលក្នុងថង់ការដោតស្អំចូលក្នុងថង់បណ្ដុះការកាត់បែបនេះគឺមានភាពងាយស្រួលក្នុងការដោតចូលក្នុងថង់ដោយសារតែយើងមិនបាច់សូវប្រើកម្លាំងច្រើនហើយការដោតយើងអាចដាក់3ទៅ4ដើមនៅក្នុងមួយថង់ទៅតាមតម្រូវការជាក់ស្ដែងនេះគឺជាស្អំដែលយើងដោតដោយស្អំមិនប្រើប្រាស់អរម៉ូនហើយនិងស្អំដែលប្រើប្រាស់អរម៉ូនហើយយើងនឹងធ្វើការប្រៀបធៀបរវាងស្អំដែលមិនប្រើប្រាស់អរម៉ូននិងស្អំដែលប្រើប្រាស់អរម៉ូនបណ្ដុះឬតើមួយណានឹងបញ្ចេញឫសមុននិងដើមល្អជាងបន្ទាប់មកទៀតយើងត្រូវគ្របចំបើងរយៈពេល1សប្ដាហ៍រយៈពេល1សប្ដាហ៍ក្រោយមកយើងត្រូវបើកចំបើងចេញហើយនេះគឺជាដើមស្អំដែលប្រើប្រាស់អរម៉ូនរយៈពេល1សប្ដាហ៍បន្ទាប់ពីការបើកចំបើងចេញការដុះលូតលាស់គឺល្អចំណែកឯស្អំដែលមិនប្រើប្រាស់អរម៉ូនរយៈពេល1សប្ដាហ៍វិញការដុះលូតលាស់ហាក់យឺតជាងការប្រើប្រាស់អរម៉ូនរយៈពេល4សប្ដាហ៍ក្រោយមកយើងចាប់ផ្ដើមធ្វើការប្រៀបធៀបរវាងស្អំដែលប្រើប្រាស់អរម៉ូនរយៈពេល4សប្ដាហ៍រយៈពេល4សប្ដាហ៍យើងសង្កេតឃើញថាឫសស្អំដែលប្រើប្រាស់អរម៉ូននឹងមានការដុះចេញនៅឫសហើយឫសដែលចេញមកនឹងគឺកម្លាំងហើយប្រវែងឫសគឺវែងល្អចំពោះដើមស្អំដែលមិនប្រើប្រាស់អរម៉ូនរយៈពេល4សប្ដាហ៍គឺយើងធ្វើការសង្កេតដោយដើមស្អំដែលប្រើប្រាស់អរម៉ូនដែរដោយយើងសង្កេតឃើញថាឫសស្អំដែលមិនប្រើប្រាស់អរម៉ូនការបញ្ចេញឫសនៅសប្ដាហ៍ទី4គឺមានការដុះលូតលាស់ល្អហើយនឹងកម្លាំងបើធៀបទៅនឹងការប្រើប្រាស់អរម៉ូនជារួមមកការប្រើប្រាស់អរម៉ូននៅក្នុងដំណាំស្អំគឺមិនមានផលប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងការមិនប្រើប្រាស់អរម៉ូននៅក្នុងការបណ្ដុះស្អំនោះទេដោយផ្អែកទៅលើការលូតលាស់ហើយនិងការបញ្ចេញឫសរបស់ដើមស្អំ